ក្នុងវីដេអូនេះខ្ញុំសូមលើកយក comment មួយរបស់បងស្រីសុភាបាទដែលគាត់សួរថាបងខ្ញុំអត់មានអ៊ីមែលនិងលេខទូរស័ព្ទទេហើយចង់បង្កើត Apple ID តើបង្កើតបានដែរអត់បាទតាមពិតទៅការបង្កើត Apple ID ចាំបាច់ណាស់ត្រូវតែមានលេខទូរស័ព្ទបាទព្រោះអីលេខទូរស័ព្ទនេះវាមានតួនាទីសំខាន់បាទនៅពេលបង្កើតបើអត់មានលេខទូរស័ព្ទទេយ៉ាងហោចណាស់ក៏ត្រូវមាន Gmail មួយដែរតែបើសិនជាបងប្អូនអត់មានលេខទូរស័ព្ទឬបងប្អូនខ្លះមានលេខហើយតែក្រុមហ៊ុនគេអត់ផ្ញើលេខកូដមកឲ្យឬក៏ដាក់លេខទូរស័ព្ទនេះមិនបានតែម្ដងបាទចេញពណ៌ក្រហមណាឬក៏បងប្អូនអត់មានទាំងអ៊ីមែលទៀតបាទបងប្អូននៅតែអាចបង្កើតប្រើបានជាលក្ខណៈបណ្ដោះអាសន្នអញ្ចឹងវីដេអូនេះត្រូវម៉ាច់ហ្មងសម្រាប់បងប្អូនយើងដែលអត់ទាន់មាន Apple ID ហើយចង់ download កម្មវិធីយកមកប្រើសិនតោះមើលពីវិធីបង្កើតទាំងអស់គ្នាបាទដំបូងឡើយបងប្អូនចូលមកកាន់ setting មកណាហ្នឹងហើយបង្កើតដូចតែយើងបង្កើតធម្មតាអញ្ចឹងដែរចូលមកកាន់ setting ហើយបងប្អូនចុចកន្លែងរូបផ្លែប៉ោមនេះមកបាទគេដាក់អក្សរថា Apple account បាទចុចកន្លែងហ្នឹងមកហើយចុចត្រង់កន្លែងអក្សរពណ៌ខៀវមកជួរខាងលើនេះមកហើយចុចយករូបមនុស្សខាងក្រោមគេនេះមកអាយុចាប់ពី18ឆ្នាំឡើងទៅបាទមកដល់កន្លែងនេះយើងដាក់ឈ្មោះដាក់នាមតកូលយើងមកស្រឡាញ់ឈ្មោះខ្មែរដាក់ឈ្មោះខ្មែរស្រឡាញ់ឈ្មោះអង់គ្លេសដាក់ឈ្មោះអង់គ្លេសឬក៏ស្រឡាញ់ភាសាចិនដាក់ភាសាចិនក៏បានហើយថ្ងៃខែឆ្នាំកំណើតត្រូវដាក់អាយុចាប់ពី18ឆ្នាំឡើងទៅទើបយើងអាចបង្កើតបានហើយចុច continue ពណ៌ខៀវនៅខាងក្រោមមកដល់កន្លែងនេះបងប្អូនចុចយកអក្សរពណ៌ខៀវខាងក្រោមមកជួរនេះមកបាទហើយចុចពណ៌ខៀវមួយទៀតហើយវាយបញ្ចូលអាសយដ្ឋាន mail យើងមកបងប្អូនស្រឡាញ់មិនដាក់អញ្ចឹងមកបាទសំខាន់កុំឲ្យជន់គេបើជន់គេវាទៅមុខអត់រួចទេអានេះយើងបង្កើតជាលក្ខណៈ add iCloud ណាបងប្អូនបាទអញ្ចឹងបងប្អូនដាក់តែឈ្មោះបងប្អូនចង់បានមកស្រឡាញ់មិនដាក់អញ្ចឹងមកបាទមិនចាំបាច់ដាក់ add Gmail ឬក៏ add iCloud ឬក៏ add អីទេបាទដោយសារវាមាន add iCloud ជាប់នៅកន្លែងហ្នឹងស្រាប់ហើយចុច continue ក្រោមនឹងមួយមកបាទហើយចុច archive នេះមួយទៀតបញ្ចូលលេខសម្ងាត់សម្រាប់លេខសម្ងាត់នេះត្រូវមានចាប់ពី8ខ្ទង់ឡើងទៅហើយត្រូវមានអក្សរធំអក្សរតូចមានលាយលេខនិងលាយសញ្ញាខ្លះបានដូចឧទាហរណ៍នៅខាងលើនឹងចឹងទាំងលើទាំងក្រោមដាក់ឲ្យដូចគ្នាហើយចុច continue បាទឥឡូវមកដល់វគ្គសំខាន់ហើយដែលយើងត្រូវដាក់លេខទូរស័ព្ទតែយើងអត់មានលេខទូរស័ព្ទទេបាទហើយនៅក្នុងទូរស័ព្ទខ្ញុំនេះមាន SIM មួយដែរបាទឥឡូវខ្ញុំសូមចាក់វាចេញសិនបាទដើម្បីឲ្យច្បាស់លាស់ហ្នឹងហើយដោយសារខ្ញុំមាន Wi-Fi ប្រើហើយសម្រាប់បងប្អូនវិញមិនចាំបាច់ដោះចេញក៏បានដែរបើយើងដោះចេញវាអត់មានអ៊ីនធឺណិតអូខេឥឡូវ SIM ខ្ញុំចាក់ចេញហើយបាទបន្តមកទៀតបាទកន្លែងលេខទូរស័ព្ទនេះខ្ញុំលុបចោលហើយយើងវាយបញ្ចូលលេខផ្សេងចំនួនវិញបាទលេខនោះលេខអីក៏បានដែរបងប្អូនចេះតែដាក់ស្មានមកបាទឧទាហរណ៍ដល់ខ្ញុំដាក់010ហើយ1 2 3 4 5 6អីចឹងទៅលេខនេះគ្រាន់តែជាលេខខ្ញុំវាយស្មានទេណាបងប្អូនបាទគ្រាន់បងប្អូនដឹងថាបើសិនជា010វាត្រូវ6លេខបើ097ឬក៏096វាត្រូវមាន7លេខអញ្ចឹងណាអូខេដាក់លេខទូរស័ព្ទហើយយើងចុច continue ពណ៌ខៀវខាងក្រោមនឹងទៀតទៅហើយមកដល់កន្លែងនេះគេឲ្យយើងវាយបញ្ចូលលេខកូដ6ខ្ទង់ដែលក្រុមហ៊ុន Apple គេផ្ញើទៅហើយបាទហើយយើងមានលេខកូដមកពីណាបើ SIM លេខនេះយើងវាយលេខស្មានយកហ្នឹងបាទអញ្ចឹងយើងចុចយកអក្សរពណ៌ខៀវខាងក្រោមនេះមកហើយយើងចុចយកអក្សរជួរបន្ទាប់ពីក្រោមបាទ verify letter ហើយចុចយក continue អក្សរពណ៌ខ្មៅខាងនេះបាទហើយចាំបន្តិចagree បាទពណ៌ខៀវនឹងមកហ្នឹងហើយអញ្ចឹងតែប៉ុណ្ណឹងយើងបង្កើតបានហើយណាបងប្អូនបាទរងចាំបន្តិចបាទវាកំពុងតែធ្វើការបង្កើតហ្នឹងហើយអញ្ចឹងតែប៉ុណ្ណឹងយើងអាចធ្វើការ download កម្មវិធីយកមកប្រើបានហើយបាទតែនេះជាលក្ខណៈបណ្ដោះអាសន្នទេបងប្អូនបាទយើងមិនអាចប្រើថិតថេរយូរអង្វែងបានទេបាទនៅកន្លែងហ្នឹងបើសិនជាទូរស័ព្ទបងប្អូនបានដាក់លេខកូដដោះសោគេឲ្យយើងដោះលេខកូដសិនហើយទូរស័ព្ទខ្ញុំអត់បានដាក់ទេហ្នឹងហើយអញ្ចឹងវាហើយតែហ្មងបាទអូខេអញ្ចឹងខ្ញុំសាកចូលទៅ download កម្មវិធីសាកមើលតែសូមបញ្ជាក់ប្រាប់បងប្អូនម្ដងទៀតបាទ account នេះយើងប្រើជាលក្ខណៈបណ្ដោះអាសន្នទេបាទយើងមិនអាចប្រើយូរគង់វង្សថិតថេរបានទេបាទយើងចាំបាច់ត្រូវចូលទៅ add បញ្ចូលលេខទូរស័ព្ទឬក៏ email បាទដើម្បីទទួលយកលេខកូដ6ខ្ទង់យកមកបំពេញវិញបាទទើប account យើងប្រើបានជារៀងរហូតចាំតិចទៀតចាំខ្ញុំបង្ហាញបងប្អូនពីរបៀប add លេខទូរស័ព្ទបញ្ចូលឬក៏ add email បញ្ចូលដើម្បីទទួលយកលេខកូដ6ខ្ទង់ហ្នឹងឥឡូវខ្ញុំ download កម្មវិធី Facebook សាមើលពេលយើង download ទៅគេឲ្យយើងវាយលេខសម្ងាត់ហើយហ្នឹងហើយអញ្ចឹងលេខសម្ងាត់យើងបង្កើតមិញហ្នឹងយើងដាក់ចូលផ្លឹបមកបាទហើយឥឡូវឃើញថាដំណើរការបានហើយបាទយើងអាច download ប្រើបានឥឡូវសាក download កម្មវិធី chat មួយទៀតសម្រាប់បងប្អូនដែលទើបចូលមកថ្មីកុំភ្លេចជួយ subscribe ម្នាក់មួយផងបងប្អូនបាទដើម្បីទទួលបានវីដេអូថ្មីរាល់ថ្ងៃចុច save មួយប៉ក់មកកុំឲ្យបាក់វាយលេខកូដទៀតអូខេឥឡូវយើង download បានធម្មតាអត់មានបញ្ហាអីទេបាទតែយើងប្រើនេះជាលក្ខណៈបណ្ដោះអាសន្នទេបាទហើយធ្វើម៉េចដើម្បីឲ្យប្រើបានយូរបាទបងប្អូនត្រូវចូលមកកាន់ setting ដើម្បីធ្វើការ add បញ្ចូលលេខទូរស័ព្ទឬក៏ add email បញ្ចូលបាទដើម្បី confirm ជាមួយនឹងកូដ6ខ្ទង់ទៀតបាទទើប account យើងប្រើបានយូរអង្វែង
នៅកន្លែងហ្នឹងយើងចុចយកពាក្យថា add email or phone number បាទសូពណ៌ខៀវកន្លែងនេះមកចឹងនៅកន្លែងនេះគេឲ្យយើង add email ក៏បាន add លេខទូរស័ព្ទក៏បានបងប្អូនមានមួយណាដាក់មួយហ្នឹងមកបាទបងប្អូនដាក់ទាំងពីរហ្មងក៏ល្អហ្នឹងហើយបើសិនចង់ដាក់ email យើងចុចយកខាងលើបាទហើយវាយបញ្ចូល email យើងមកបាទបើបងប្អូនអត់មាន email ទេបង្កើត email ថ្មីមួយមកបាទ email មួយដាក់បានតែ Apple ID មួយទេហ្នឹងហើយដាក់ email ហើយយើងចុច continue បាទរួចហើយក្រុមហ៊ុនគេផ្ញើលេខកូដ6ខ្ទង់ចូល email ហ្នឹងហើយបាទយើងយកលេខកូដ6ខ្ទង់មកវាយចូលវិញបាទតែប៉ុណ្ណឹងគឺរួចរាល់ហ្នឹងហើយហើយនៅកន្លែងខាងក្រោមលេខទូរស័ព្ទហ្នឹងក៏ដូចគ្នាថ្ងៃណាបងប្អូនមានស៊ីមយើងយកមកវាយចូលមកបាទហើយទៅចុច continue ក្រុមហ៊ុនគេផ្ញើលេខកូដ6ខ្ទង់ចូលមកស៊ីមហ្នឹងហើយបាទហើយយើងយកលេខកូដហ្នឹងមកវាយចូលក្នុងនឹងវិញមកបាទរួចហើយចឹងសរុបមកវិញបើបងប្អូនអត់មាន email អត់មានលេខទូរស័ព្ទក៏បងប្អូនអាចបង្កើតប្រើបានដែរតែជាលក្ខណៈបណ្ដោះអាសន្នទេហ្នឹងហើយដើម្បីប្រើបានយូរបងប្អូនចាំបាច់ត្រូវតែរកលេខទូរស័ព្ទឬក៏ email មួយខ្សែមកបាទដើម្បី add បញ្ចូលដើម្បី confirm ជាមួយនឹងលេខកូដ6ខ្ទង់ទៀតបាទទើបយើងអាចប្រើបានរហូតហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយ